សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងប្រាប់ពីរបៀបផ្លាស់ប្ដូរ folder របស់យើងពីបែបនេះទៅជាបែបនេះអញ្ចឹងដើម្បីយើងអាចផ្លាស់ប្ដូរ folder របស់យើងបានទីមួយគឺយើងត្រូវបង្កើត folder មួយសិនមកហើយអ្វីដែលអ្នកនរគ្នាត្រូវធ្វើបន្ទាប់គឺយើងចុច right click ទៅលើ folder ហ្នឹងហើយយើងយកពាក្យថា property អញ្ចឹងចំណុចបន្ទាប់អ្នកនរគ្នាអាចចុចទៅលើពាក្យថា custom ហើយអ្នកនរគ្នាចុចចូលទៅកន្លែង change iconអ្នកនរគ្នាអាចរើស icon ដែលមានស្រាប់នៅលើនេះក៏បានឬក៏យើង download icon ពីលើអ៊ីនធឺណិតក៏បានដែរអញ្ចឹងខ្ញុំសូមដាក់ icon ដែលខ្ញុំ download ពីអ៊ីនធឺណិតខ្ញុំចុចទៅលើ browser ហើយយើងទៅរើស icon ដែលយើងបាន download នោះមកអញ្ចឹងចំណុចបន្ទាប់អ្នកនរគ្នាគ្រាន់តែចុច open ហើយចុច OK រួចយើងចុចពាក្យថា apply នៅ folder របស់យើងនឹងផ្លាស់ប្ដូរពី folder ធម្មតាទៅជា folder បែបនេះបាទអញ្ចឹងយើងចុច OK មកចឹងអ្នកនរគ្នាឃើញហើយថា folder របស់យើងគឺត្រូវបានផ្លាស់ប្ដូរពី folder ធម្មតាមកជា folder បែបនេះអញ្ចឹងបើសិនជាអ្នកនរគ្នាពេញចិត្តនៅវីដេអូនេះសូមកុំភ្លេចជួយចុច like Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៀត